ពុជាសម្រាប់បញ្ជូនវិវាទព្រំដែនមុំបីប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីទៅតុលាការអន្តរជាតិរដ្ឋាភិបាលកម្ពុជាថ្លែងថាករណីទាហានថៃឈ្លានពាននិងលបលួចបាញ់សម្លាប់ទាហានខ្មែរនៅតំបន់មុំបីស្រុកជាំខ្សាន្តខេត្តព្រះវិហារគឺជាការវិវត្តមួយចំនួនគួរឲ្យបារម្ភនៃបញ្ហាព្រំដែនដោយមើលឃើញពីបញ្ហានេះនិងដើម្បីដោះស្រាយបញ្ហាព្រំដែននេះប្រកបដោយយុត្តិធម៌មិនលំអៀងនិងយូរអង្វែងនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025នេះរដ្ឋាភិបាលកម្ពុជាបានបញ្ជូនវិវាទនៅតំបន់ដែលមានសភាពរសើបចំនួន4គឺតំបន់មុំបីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅតុលាការអន្តរជាតិនៅទីក្រុងឡាអេរដ្ឋាភិបាលកម្ពុជាអះអាងថាតំបន់ទាំង4នេះនៅតែមិនទាន់ដាច់ស្រេចនិងមានភាពរសើបជាយូរយារណាស់មកហើយដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរប្រសិនបើគ្មានដំណោះស្រាយដោយតុលាការអន្តរជាតិទេការសម្រេចនេះទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជិករដ្ឋសភានិងព្រឹទ្ធសភាលើកទី1នៅក្នុងថ្ងៃដដែលនោះស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការអន្តរជាតិរាជរដ្ឋាភិបាលនៅតែបដិញ្ញាចិត្តបន្តការសន្ទនានិងច្រកការទូតយ៉ាងណាក្តីសេចក្តីថ្លែងការណ៍នេះបានអះអាងដូចនេះថាកម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក JBC នៅថ្ងៃទី14ខែមិថុនាឆ្នាំ2025នៅរាជធានីភ្នំពេញទោះជាយ៉ាងនេះក្តីដោយសារមានការបញ្ជូនវិវាទខាងលើទៅតុលាការអន្តរជាតិនោះករណីតំបន់ទាំង4ខាងលើនឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃប្រជុំ JBC នាពេលខាងមុខនេះជាមួយគ្នានោះដែរកម្ពុជាសង្ឃឹមថាប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការអន្តរជាតិក្នុងស្មារតីយុត្តិធម៌ការកសាងទំនុកចិត្តមិត្តភាពយូរអង្វែងនិងភាពជាអ្នកជិតខាងដ៏ល្អកម្ពុជាបានត្រៀមខ្លួនបន្តកិច្ចការនេះដោយឯករាជ្យម្ចាស់ការក្នុងករណីដែលមិនមានកិច្ចសហការណាមួយរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ពិនិត្យដំណើរការនៃការស្វែងរកដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់អត់ធ្មត់និងសូមកុំធ្វើឲ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ជាតិសាសន៍ឬជាតិនិយមជ្រុលកម្ពុជាគូបញ្ជាក់ចំពោះសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតីជាមួយប្រទេសថៃជាពិសេសក្នុងវិស័យពាណិជ្ជកម្មទេសចរណ៍និងសហប្រតិបត្តិការទូលំទូលាយលើវិស័យផ្សេងៗទៀតដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនរបស់យើងទាំងពីរសូមអរគុណព័ត៌មានលម្អិតយ៉ាងណានាងខ្ញុំនឹងអាប់ដេតជូននៅពេលក្រោយពីនាងខ្ញុំ MC Vicky